និយាយទៅលើទី1ណាបងប្អូនដែលបានសាកណាក្តាមនំប៉័ងតែគឺបងប្អូនយើង13អញ្ចឹងក៏នឹកឃើញចង់សាកដែរហើយថ្ងៃនេះគឺខ្ញុំបានមកសាកនៅដោយសារតែខ្ញុំនៅតៃវ៉ាន់ហើយ plan ខ្ញុំមក Fish Market នេះគឺមិនញ៉ាំវាដូច sashimi គ្រឿងសមុទ្រគេទេតែដល់ពេលឃើញក្តាមនំប៉័ងស្រស់ៗហើយឃើញបងប្អូនយើង13អញ្ចឹងក៏នឹកឃើញចង់សាកដែរអញ្ចឹងណាប៉ុន្តែមិនហ្នឹងបងប្អូនឃើញអញ្ចឹងគឺគេអត់គួរនេះគឺគេ steam មកយើងហើយគេបកយើងស្រួលញ៉ាំស្រាប់ៗណាហើយនេះគឺយ៉ាងក្នុងហាង Fish Market របស់គេនិយាយទៅគឺគេមានជាមួយនឹងគ្រឿងសមុទ្រ premium ដោយបងប្អូនឃើញសាច់ដាក់សាប៊ូអ្នកយើងដាក់ស៊ុបដាក់អីមួយក៏ធ្វើសាច់អាំងទៅអីចឹងណាហើយមានជាមួយនឹងផ្លែឈើ premium ទៀតទៅគឺផ្សារគេតំណមែនតើបងប្អូនហើយគេមានកន្លែងដូចឲ្យយើង shopping ទៅផ្ទះគ្រឿងសមុទ្រដូចបងប្អូនឃើញអាងមិញហ្នឹងណាស្តៀងនៅកូរ៉េនៅជប៉ុនអីដែលខ្ញុំធ្លាប់ទៅដែរហើយតបមកក៏គេមានកន្លែងដូច restaurant នៅក្នុងហ្នឹងឲ្យយើងកំងអីឈរញ៉ាំនៅកន្លែងហ្នឹងភ្លាមៗក៏បានដែរអញ្ចឹងណាហើយតបមកនេះគេមានជាមួយនឹងកន្លែងដែលគេលក់ជាមួយនឹងផ្លែឈើយទៅគ្រឿងរបស់ញ៉ាំអីគឺច្រើនមែនតើហើយក៏គេមានក្តាមនំប៉័ងស្រាប់ៗដែរប៉ុន្តែខ្ញុំអត់យកថ្មី fresh មកឲ្យគេធ្វើឲ្យភ្លាមវិញណាបងប្អូនហើយនេះគឺជា restaurant របស់គេអញ្ចឹងខ្ញុំយកដូចយើងទិញហើយយើងយកមកឲ្យគេធ្វើនៅក្នុង restaurant គេអញ្ចឹងហើយនៅនេះគេមានកន្លែងអង្គុយបងប្អូនគឺយើងត្រូវឈរញ៉ាំមិនថាយើងញ៉ាំនៅក្នុងហាងឬមួយក៏ទិញយកទៅញ៉ាំនៅក្រៅអីគឺយើងត្រូវឈរដូច sushi stand អញ្ចឹងក្តាមនេះគឺខ្ញុំត្រូវចាំ40នាទីគេ steam មកបានញ៉ាំអញ្ចឹងហើយនេះហូបនៅព្រោះបងប្អូនគឺស្រង់ចេញពីអាងហ្មងអញ្ចឹងមុនពេលក្តាមចាំក្តាមយើងយកមកញ៉ាំជាមួយនឹងអូតូរ៉ូនេះគឺខ្ញុំឲ្យទៅខ្ញុំមិនដែលខានទេជាមួយនឹងបកាផ្អែមគឺខ្ញុំចូលចិត្តហើយអូតូរ៉ូពោះត្រីទូណាខ្ញុំដឹងថានៅខ្មែរនៅណាមាននេះគឺខ្ញុំឃ្លានគឺខ្ញុំពិបាករហមែនតើហើយមកដុំវិញហ្នឹងវាចូលចិត្ត6រៀលអីដែរបងប្អូនមកដុំមកពោះត្រីទូណាហ្នឹងប៉ុន្តែវាឆ្ងាញ់ឥឡូវក្តាមឲ្យយើង steam ហើយឥឡូវគឺយើងមកសាកអស់គ្នាអូនេះបងប៉ិតរបស់គេបងប្អូនថាប៉ិតចង់អត់ឲ្យគេបកអីចង់យកមកធ្វើគូដោយបងប្អូនដែរអញ្ចឹងណាប៉ុន្តែរៀងពិបាកអត់ដឹងនិយាយថាម៉េចហើយណាមួយយើងអត់ចង់ឲ្យវាញ៉ៃកន្លែងគេដែរអញ្ចឹងកន្លែងហាគេដាក់មិនគឺយើងញ៉ាំតាមរបៀបដែលគេរៀបចំឲ្យយើងចឹងទៅតែសំខាន់បងប្អូនអើយពងឆ្ងាញ់ហើយទឹកត្រីរបស់គេនេះខ្ញុំមិនដឹងថាទឹកត្រីគេលេបដូចទឹកខ្មេះជូរអែមហ្នឹងបើតាជូរខ្លាំងដូចទឹកខ្មេះហេញ៉ាំម្នាក់ឯងបងប្អូននិយាយទៅរៀងត្រលន់ដោយសារពងវាច្រើនពេកហើយវាឆ្ងាញ់និយាយទៅវា fresh វាថ្មីតាម steam អញ្ចឹងណាអានេះបើបានទឹកត្រីដូចកោះកុងពីខាងហាងដូចមានអ៊ីតគេចាំងឲ្យយើងឬមួយក៏ទឹកដូចបំរេចមានជីមានអីទៅសក់អីទីហត់ទៅតំណងហើយបន្ទាប់មកចេញមកនេះ blueberry តែមកកំប៉ុងនេះតែជាង3រៀលបងប្អូននិយាយទៅធូរថ្លៃមែនតើហើយដើរចេញមកខាងក្រៅហាងគេក៏គេមានកន្លែងដូចអានេះយើងឈរញ៉ាំខាងក្រៅដែរប៉ុន្តែនៅប៉ែកខាងក្រៅហាងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយបាយបងប្អូនអរគ្នានិយាយទៅលើទី1ណាបងប្អូនដែលបានសាកណាក្តាមនំប៉័ងតែគឺបងប្អូនយើង13អញ្ចឹងក៏នឹកឃើញចង់សាកដែរហើយថ្ងៃនេះគឺខ្ញុំបានមកសាកនៅដោយសារតែខ្ញុំនៅតៃវ៉ាន់ហើយ plan ខ្ញុំមក Fish Market នេះគឺមិនញ៉ាំវាដូច sashimi គ្រឿងសមុទ្រគេទេតែដល់ពេលឃើញក្តាមនំប៉័ងស្រស់ៗហើយឃើញបងប្អូនយើង13អញ្ចឹងក៏នឹកឃើញចង់សាកដែរអញ្ចឹងណាប៉ុន្តែមិនហ្នឹងបងប្អូនឃើញអញ្ចឹងគឺគេអត់គួរនេះគឺគេ steam មកយើងហើយគេបកយើងស្រួលញ៉ាំស្រាប់ៗណាហើយនេះគឺជាយ៉ាងក្នុងហាង Fish Market របស់គេនិយាយទៅគឺគេមានជាមួយនឹងគ្រឿងសមុទ្រ premium ដោយបងប្អូនឃើញសាច់ដាក់សាប៊ូអ្នកយើងដាក់ស៊ុបដាក់អីមួយក៏ធ្វើសាច់អាំងទៅអីចឹងណាហើយមានជាមួយនឹងផ្លែឈើ premium ទៀតទៅគឺផ្សារគេតំណមែនតើបងប្អូនហើយគេមានកន្លែងដូចឲ្យយើង shopping ទៅផ្ទះគ្រឿងសមុទ្រដូចបងប្អូនឃើញអាង